រៀបសួរលោកគ្រូអ្នកគ្រូនិងសួស្តីទៅកាន់សិស្សានុសិស្សទាំងអស់គ្នានាងខ្ញុំឈ្មោះឈុនសិមីជាសិស្សរៀនថ្នាក់ទី 12A នៃសាលារៀនវិទ្យាល័យសេរីសុភ័ណ្ឌថ្ងៃនេះនាងខ្ញុំនឹងលើកយកប្រធានបទមួយដែលស្ថិតនៅក្នុងមុខវិជ្ជាភូមិវិទ្យាដែលបង្រៀនដល់លោកគ្រូជីសុធីមកធ្វើការបកស្រាយដែលប្រធានបទនេះដែរស្ថិតនៅក្នុងជំពូកទី 1 លក្ខខណ្ឌសង្គមកម្ពុជាមេរៀនទី 1 តម្រង់ប្រជាសាស្ត្រកម្ពុជាប្រធានបទតើត្រូវធ្វើដូចម្តេចដើម្បីឲ្យប្រជាជនចូលចិត្តទៅរស់នៅតំបន់ខ្ពង់រាបនិងតំបន់ភ្នំចូលរៀបរាប់ពីមូលហេតុនៃការកើនឡើងនៃប្រជាជននៅតំបន់ភ្នំនិងតំបន់ខ្ពង់រាបដើម្បីជំរុញឲ្យមនុស្សទៅរស់នៅតំបន់ដែលមានប្រជាជនតិចគេត្រូវបង្កើតហេដ្ឋារចនាសម្ព័ន្ធសង្គមសាលារៀនមន្ទីរពេទ្យអគ្គិសនីប្រព័ន្ធទឹកស្អាតផ្លូវថ្នល់វត្តផ្សារស្ពានសម្រាប់ប្រើប្រាស់ឲ្យបានគ្រប់គ្រាន់បង្កើតតំបន់សេដ្ឋកិច្ចពិសេសផ្ដល់លក្ខខណ្ឌអនុគ្រោះដល់អ្នកវិនិយោគលើកទឹកចិត្តវិនិយោគិនឲ្យទៅវិនិយោគតំបន់ទាំងនោះរោងចក្រសេវាកម្មផ្គត់ផ្គង់ប្រព័ន្ធទូរគមនាគមន៍សេវាកម្មអ៊ីនធឺណិតប្រព័ន្ធទូរស័ព្ទឲ្យបានទូលំទូលាយអភិវឌ្ឍបណ្ដាខេត្តទាំងនោះឲ្យរីកចម្រើនដូចជាកសិកម្មឧស្សាហកម្មពាណិជ្ជកម្មនិងសេវាកម្មផ្សេងៗលើកទឹកចិត្តប្រជាជនឲ្យទៅរស់នៅក្នុងបណ្ដាខេត្តទាំងនោះឲ្យបានច្រើនតាមរយៈការផ្តល់ដីសង្គមគិច្ចការផ្តល់ថវិកាការផ្តល់អន្តទានដែលមានអត្រាការប្រាក់ទាបការបង្កើតការងារមូលហេតុនៃការកើនឡើងប្រជាជននៅតំបន់ខ្ពង់រាបនិងតំបន់ភ្នំមានដូចជាកត្តាធម្មជាតិសម្បូរព្រៃឈើនិងសត្វព្រៃនិងសម្បូរទៅដោយធនធានរ៉ែកត្តាតំបន់ទេសចរសម្បូរតំបន់ទេសចរធម្មជាតិមានព្រៃឈើជ្រោះភ្នំកត្តាដីតំបន់នោះដីមានជីវជាតិមានដីធំទូលាយងាយស្រួលក្នុងការធ្វើកសិកម្មកត្តាហេដ្ឋារចនាសម្ព័ន្ធបច្ចុប្បន្នតំបន់នោះមានការអភិវឌ្ឍដូចជាផ្លូវគមនាគមន៍ងាយស្រួលក្នុងការធ្វើដំណើរសាលារៀនមន្ទីរពេទ្យផ្សារអគ្គិសនីប្រព័ន្ធអ៊ីនធឺណិតកត្តាដំណាំឧស្សាហកម្មសម្បូរដំណាំឧស្សាហកម្មបង្កើតការងារទាក់ទាញមនុស្សកត្តាសន្តិភាពតំបន់នេះចាប់ផ្ដើមមានសន្តិភាពនិងសន្តិសុខកត្តាជំងឺតំបន់នោះជំងឺឆ្លងគ្រុនចាញ់ត្រូវបានកាត់បន្ថយជាចុងក្រោយសូមអរគុណទៅកាន់លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សសម្រាប់ការទស្សនាវីដេអូ